ហេតុអីបានជាការអបអររឿងតូចៗសំខាន់សម្រាប់ជីវិតរបស់យើងហើយរឿងតូចៗហ្នឹងវាអត់មានអីច្រើនទេព្រោះអីវាតូចៗដូចជាសម្រាប់ខ្ញុំផ្ទាល់ជាអ្នកនិពន្ធគ្រាន់តែការទៅហាងកាហ្វេបានញ៉ាំកាហ្វេដែលខ្លួនឯងចង់ញ៉ាំបានទៅកន្លែងថ្មីៗបើទោះបីជាកន្លែងហ្នឹងមិនមែនជាកន្លែង brand អីក៏ដោយក៏ខ្ញុំសប្បាយចិត្តដែរមួយវិញទៀតគឺបើសិនជាថ្ងៃណាដែលខ្ញុំអត់មានអារម្មណ៍សរសេររឿងសោះបានសរសេរត្រឹមតែមួយជួរក៏ខ្ញុំអស់ចិត្តញ៉ាំទឹកបានគ្រប់គ្រាន់ដើរហាត់ប្រាណអានសៀវភៅដែលខ្លួនចូលចិត្តញ៉ាំរបស់ដែលខ្លួនចូលចិត្ត ជជែកជាមួយនឹងមនុស្សយល់ចិត្តហើយបើសិនជាយំឬក៏ពិបាកចិត្តអត់ធ្វើបាបខ្លួនឯងទេខឹងគេក៏អត់ដាក់ទោសខ្លួនឯងឬក៏ទម្លាក់កំហុសទាំងស្រុងទៅលើគេហើយជួនកាលថតរូបបានតែមួយប៉ុស្តិ៍ស្អាតបង្ហោះនៅលើ Facebook ហ្នឹងក៏ខ្ញុំសប្បាយចិត្តក៏ខ្ញុំអបអរនឹងរឿងប៉ុណ្្នឹងដែរមួយវិញទៀតគឺអាចសរសើរខ្លួនឯងបាននៅពេលដែលអាចធ្វើរឿងល្អណាមួយបើទោះបីជាតូចយ៉ាងណាក៏ដោយហើយអត្ថប្រយោជន៍វិញគឺវាធ្វើឲ្យខ្ញុំសប្បាយចិត្តឃើញចំណុចល្អរបស់ខ្លួនឯងគិតវិជ្ជមានពីខ្លួនឯងនឹងជីវិតកាត់បន្ថយសម្ពាធហើយនឹង burn out អត់ប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃក្រោយគឺខ្ញុំហាក់ដូចជាមាន focus បានល្អជាងមុនលើកិច្ចការនីមួយៗដែលខ្ញុំធ្វើហ្នឹងហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងបាយបាយ